សួស្តីបងអូនវិលមកជួបគ្នាម្ដងទៀតហើយបងអូនថ្ងៃនេះមកធ្វើទឹកបន្លែទៀតហើយរបៀបធ្វើគឺដូចតែពីមុនទេហើយសម្រាប់បន្លែខ្លះគឺខ្ញុំដូរមុខចឹងណាបងអូនហើយមានបងប្អូនខ្លះគាត់ឆាតមកសួរថាទឹកបន្លែវាមានជាតិជូរហើយវាឆាប់ផ្អូមចឹងណាបងអូនថ្ងៃនេះខ្ញុំមកស្រាវចម្ងល់ជូនបងអូនសម្រាប់ពធាក្រហមនេះវិញនៅពេលដែលបងអូនធ្វើបងអូនឆ្កឹះគ្រាប់វាចេញបើសិនជាយើងដាក់ទឹកគ្រាប់វាអាចនឹងទឹកបន្លែរបស់យើងមានជាតិជូរហើយសម្រាប់កែវដែលបងអូនយកមកដាក់ហ្នឹងបងអូនត្រូវលាងឲ្យស្អាតសម្បូរឲ្យស្អាតហើយបងអូនយកមកសោះទឹកក្តៅហើយបងប្អូនផ្កាប់ឲ្យស្ងួតសិនណាហើយសម្រាប់បន្លែនៅពេលដែលយើងចម្អិនរយៈពេល2ម៉ោងកន្លះទៅ3ម៉ោងឆ្អិនអស់ហើយបងអូនទុកឲ្យត្រជាក់សិនបានយើងយកមកកិនណាបងអូនបើសិនជាយើងអត់ទុកឲ្យត្រជាក់ហើយយកមកកិនទេហើយយើងដាក់ក្នុងសីតុណ្ហភាពចូលក្នុងទូទឹកកកនៅអ៊ុនក៏ដោយក៏ទឹកបន្លែរបស់យើងក៏វាឆាប់ផ្អូមហើយជូរដែរនេះជាកែវដែលខ្ញុំលាងស្អាតហើយផ្កាប់ស្ងួតអញ្ចឹងណាបងអូន